សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះប៉ុន្តែមិនសូវយកចិត្តទុកដាក់គឺហេតុអ្វីឈឺធ្មេញញឹកញាប់មនុស្សជាច្រើនគិតថាឈឺធ្មេញគ្រាន់តែជារឿងតូចៗប៉ុន្តែពេលវាកើតឡើងញឹកញាប់វាអាចបង្ហាញថាមានបញ្ហាសុខភាពក្នុងមាត់ការឈឺធ្មេញអាចធ្វើឲ្យញ៉ាំអាហារលំបាកគេងមិនលក់ហើយប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុសំខាន់មូលហេតុទី1គឺធ្មេញខូចនេះជាមូលហេតុដែលជួបច្រើនបំផុតពេលយើងញ៉ាំអាហារផ្អែមឬមិនដុសធ្មេញស្អាតបាក់តេរីនឹងបង្កើតអាស៊ីតហើយបំផ្លាញស្រទាប់ធ្មេញបណ្ដាលឲ្យមានរំនិងឈឺមូលហេតុទី2គឺអញ្ចាញរលាកបើអញ្ចាញរលាកអាចមានអាការៈឈាមចេញពេលដុសធ្មេញហើយអាចឈឺព្រឺហើមបើមិនព្យាបាលអាចធ្វើឲ្យធ្មេញរលុងមូលហេតុទី3គឺការសម្អាតមាត់មិនល្អបើអ្នកមិនដុសធ្មេញទៀងទាត់ឬមិនប្រើខ្សែសម្អាតធ្មេញអាហារនឹងនៅជាប់ហើយបង្កឲ្យមានបាក់តេរីមូលហេតុទី4គឺញ៉ាំអាហារផ្អែមនិងអាស៊ីតច្រើនដូចជាស្ករសូដានិងអាហារជូរអាហារទាំងនេះអាចបំផ្លាញធ្មេញនិងបង្កឲ្យមានការឈឺមូលហេតុទី5គឺធ្មេញប្រេះឬបាក់បើធ្មេញមានប្រេះតូចៗអាចធ្វើឲ្យអ្នកឈឺពេលញ៉ាំអាហារក្តៅឬត្រជាក់មូលហេតុទី6គឺធ្មេញដុសថ្មីជាពិសេសធ្មេញបញ្ចេញក្រោយអាចបង្កឲ្យមានការឈឺនិងហើមមូលហេតុទី7គឺស្រាំធ្មេញ grinding teeth មនុស្សខ្លះស្រាំធ្មេញពេលគេងវាអាចធ្វើឲ្យធ្មេញខ្សោយនិងឈឺឥឡូវនេះមកស្គាល់វិធីដោះស្រាយដំបូងដោះធ្មេញយ៉ាងហោចណាស់2 ដងក្នុងមួយថ្ងៃប្រើថ្នាំដោះធ្មេញដែលមាន fluoride ទី2ប្រើខ្សែសម្អាតធ្មេញដើម្បីយកអាហារដែលនៅចន្លោះធ្មេញទី3កាត់បន្ថយអាហារផ្អែមនិងសូដាទី4ផឹកទឹកបន្ទាប់ពីញ៉ាំអាហារដើម្បីជួយសម្អាតមាត់ទី5ទៅពិនិត្យធ្មេញជាប្រចាំយ៉ាងហោចណាស់6 ខែម្ដងបើអ្នកមានអាការៈដូចជាឈឺខ្លាំងឬហើមមានឈាមចេញច្រើនឬមានក្លិនមាត់ខ្លាំងសូមទៅពិគ្រោះជាមួយគ្រូពេទ្យធ្មេញភ្លាមសរុបវិញការឈឺធ្មេញញឹកញាប់មិនមែនជារឿងតូចទេវាអាចបង្ហាញថាមានបញ្ហាសុខភាពមាត់បើយើងថែរក្សាធ្មេញឲ្យបានល្អយើងអាចជៀសវាងបញ្ហានេះបានបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ